តើកូរ៉េខាងជើងពិតជាត្រៀមផ្ដល់មីស៊ីលឲ្យអ៊ីរ៉ង់ដើម្បីវាយប្រហារអ៊ីស្រាអែលមែនឬទេក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានការផ្អោតឈរនិងចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមអំពីព័ត៌មានដ៏រសើបមួយដែលទាក់ទងនឹងលោកគីមចុងអ៊ុនមេដឹកនាំកូរ៉េខាងជើងពាក្យចចាមអារ៉ាំនោះបានអះអាងថាទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់មីស៊ីលទៅឲ្យប្រទេសអ៊ីរ៉ង់ប្រសិនបើមានការស្នើសុំដើម្បីយកទៅគំទេចអ៊ីស្រាអែលប៉ុន្តែតើព័ត៌មាននេះមានប្រភពមកពីណាហើយវាមានការពិតឲ្យដែរឬទេខាងក្រោមនេះគឺជារិបាយការណ៍លម្អិតជុំវិញបញ្ហានេះការលេចចេញនៃព័ត៌មានបំផុសនៅលើបណ្ដាញសង្គមនេះមិនមែនជារឿងចៃដន្យនោះទេហេតុផលចម្បងនោះគឺទី1ភាពតានតឹងនៃមជ្ឈមណ្ឌលជម្លោះរវាងអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ដូចជា Hamas និង Hezbollah កំពុងឡើងកម្ដៅខ្លាំងដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមងាយនឹងចាប់អារម្មណ៍រាល់ព័ត៌មានដែលពាក់ព័ន្ធនឹងសង្គ្រាមទី2ប្រវត្តិប្រឆាំងលោកខាងលិចទាំងកូរ៉េខាងជើងនិងអ៊ីរ៉ង់សុទ្ធតែជាប្រទេសដែលរងទណ្ឌកម្មធ្ងន់ពីសហរដ្ឋអាមេរិកនិងលោកខាងលិចហើយកន្លងមកប្រទេសទាំងពីរធ្លាប់មានប្រវត្តិសហប្រតិបត្តិការយោធានឹងគ្នាផងទី3សង្គ្រាមព័ត៌មានបណ្ដាញសង្គមមួយចំនួនតែងតែទាញយកព្រឹត្តិការណ៍ក្តៅៗមកប្រឌិតជារឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលដើម្បីស្វែងរកការ like share និងចំណាប់អារម្មណ៍របស់ពួកគេជានិច្ចឆ្លងកាត់ការស្រាវជ្រាវនិងផ្ទៀងផ្ទាត់ពីបណ្ដាញសារព័ត៌មានអន្តរជាតិធំព័ត៌មាននេះពុំទាន់មានប្រភពច្បាស់លាស់នៅឡើយទេមានសេចក្តីថ្លែងការណ៍ផ្លូវការរហូតដល់ពេលនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋផ្លូវការរបស់កូរ៉េខាងជើង KCNA មិនដែលបានចេញផ្សាយនៅប្រសាសន៍របស់លោកគីមចុងអ៊ុនទេថាចង់ផ្ដល់មីស៊ីលឲ្យអ៊ីរ៉ង់ដើម្បីគំទេចអ៊ីស្រាអែលភាពស្ងាត់ស្ងៀមពីភាគីអ៊ីរ៉ង់រដ្ឋាភិបាលទីក្រុងតេហេរ៉ុនក៏មិនមានការលើកឡើងឬបញ្ជាក់អំពីការស្នើសុំឬការរងចាំទទួលអាវុធពីកូរ៉េខាងជើងក្នុងបរិបទនេះដែរហេតុនេះព័ត៌មានដែលកំពុងផ្ទុះឡើងនេះត្រូវបានចាត់ទុកថាគឺត្រឹមតែជាពាក្យចចាមអារ៉ាំប៉ុណ្ណោះអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយបានធ្វើការវាយតម្លៃលើសេណារីយ៉ូទាំងពីរនេះយ៉ាងនេះថាបើសិនជាការពិតនេះគឺជាការប្រកាសសង្គ្រាមដោយប្រយោជន៍ដែលនឹងធ្វើឲ្យកក្រោកពិភពលោកវាអាចនឹងទាញសហរដ្ឋអាមេរិកឲ្យលូកដៃចូលជ្រៅជាងមុននៅក្នុងសង្គ្រាមមជ្ឈមបូរហើយកូរ៉េខាងជើងនឹងត្រូវប្រឈមមុខនឹងការវាយបកផ្លូវលូតនិងយោធាដ៏ធ្ងន់ធ្ងរវានឹងបង្កើតទៅជាប្លុកសង្គ្រាមដ៏ធំមួយរវាងលោកខាងលិចនិងសម្ព័ន្ធភាពប្រឆាំងលោកខាងលិចបើសិនជាមិនពិតអ្នកជំនាញយល់ថាក្នុងកាលៈទេសៈបច្ចុប្បន្នកូរ៉េខាងជើងកំពុងជាប់រវល់ផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែននិងពង្រឹងកម្លាំងយោធានៅឧបទ្វីបកូរ៉េខ្លួនឯងការលូកដៃដោយផ្ទាល់ទៅក្នុងចំនួនអ៊ីស្រាអែលអ៊ីរ៉ង់មិនមែនជាជម្រើសយុទ្ធសាស្ត្រឆ្លាតវៃសម្រាប់លោកគីមចុងអ៊ុននៅពេលនេះទេដូច្នេះវាគ្រាន់តែជាព័ត៌មានคล้ายៗដើម្បីដុតបញ្ឆេះកំហឹងនិងភាពភ័យខ្លាចនៅលើបណ្ដាញសង្គមតើលោកអ្នកគិតថាកូរ៉េខាងជើងពិតជាហ៊ានលូកដៃចូលទៅក្នុងភ្លើងសង្គ្រាមនៅមជ្ឈមណ្ឌលដោយផ្ទាល់ដែរឬទេ